ញាតិញោមយោគីគ្រប់រូបទាំងអស់ជាទីរាប់អានបាទឥឡូវនេះកិច្ចបប្រតិបត្តិរបស់យើងបានញ៉ាំងនៅកិច្ចការដែលជាប្រយោជន៍គឺការចម្រើនសមថកម្មដ្ឋានបស្សនាកម្មដ្ឋាននេះដោយមានសតិផងដោយមានបញ្ញាផងរមែងនឹងញ៉ាំងនៅប្រយោជន៍ឲ្យសម្រេចណាឲ្យសម្រេចបន្តិចម្ដងទៅតាមអធ្យាស្រ័យរបស់យោគីគ្រប់រូបដែលមានស្មារតីប្រុងប្រយ័ត្នក្នុងការរក្សាចិត្តរបស់ជើងឲ្យបង្អោនទៅមិនខ្លាំងពេកមិនធូរពេកយល់ទេពាក្យថាមិនខ្លាំងពេកមិនធូរពេកនេះគឺល្មមក្នុងការបង្អោនចិត្តរំពៃគិតរំពៃគិតនៅដង្ហើមចូលដង្ហើមចេញដោយមានសតិរលឹកតនញៀនដឹងតនកំពុងតែសម្លឹងអភោគៈហ្នឹងរំពៃគិតយល់ទេរំពៃគិតបើប្រឹងពេកធ្វើឲ្យច្រាលចិត្តធ្វើឲ្យឆាប់ហត់ឆាប់ធុញទ្រាន់នៅក្នុងចិត្តរបស់យើងដើម្បីគិតថាចង់ឲ្យសម្រេចចង់ឲ្យទៅដល់គោលដៅប៉ុន្តែពាក្យថាចង់នេះជាប់ទៅដោយអីញោមជាប់ទៅដោយលោភៈចិត្តហ្នឹងហើយគឺយើងចម្រើនយើងបដិបត្តិនេះគឺមានធម្មឆន្ទៈធម្មឆន្ទៈហ្នឹងគ្រាន់តែមានមនសិការធ្វើទុកនៅក្នុងចិត្តដោយមានឆន្ទៈមុះមុតថាអាត្មាអញនឹងទូមានចិត្តនេះឲ្យបានស្អាតឲ្យបានបរិសុទ្ធទៅតាមពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធម្ល៉េះហើយអាត្មាអញដែលកំពុងតែដឹងដង្ហើមចូលចេញនេះជាបុគ្គលមានស្មារតីស្មារតីឲ្យយើងដឹងខ្លួនបង្អោនចិត្តរបស់យើងនឹងឲ្យរំពៃតម្រង់ទៅរកខ្យល់ដង្ហើមចូលចេញនឹងឯងអញ្ចឹងពេលណាដែលយើងមានសតិតម្រង់ចិត្តរបស់យើងនឹងឲ្យដឹងនៅដង្ហើមចូលចេញដោយមានស្មារតីប្រុងប្រយ័ត្នលោកថាយោគីនោះឯងកំពុងតែដឹងច្បាស់នៅក្នុងអារម្មណ៍បច្ចុប្បន្នហ្នឹងដឹងច្បាស់នៅក្នុងអារម្មណ៍បច្ចុប្បន្នហ្នឹងគឺខ្យល់ដង្ហើមចូលដង្ហើមចេញនេះកើតឡើងអំពីចិត្តប៉ុន្តែបើកើតឡើងអំពីចិត្តបើចិត្តនេះអត់មានសតិអត់មានបញ្ញាទេការដឹងរបស់ចិត្តនេះគឺចម្រើនតែពេញចិត្តខ្លះមិនពេញចិត្តខ្លះស្អប់ខ្លះស្រឡាញ់ខ្លះយល់ទេណាប៉ុន្តែបើចិត្តនេះប្រកបជាមួយនឹងសតិប្រកបជាមួយនឹងបញ្ញារមែងញ៉ាំងចិត្តឲ្យដឹងនៅអារម្មណ៍គឺដង្ហើមចូលចេញនេះការដឹងរបស់ចិត្តដែលប្រកបទៅដោយសោបនៈចេតសិកគឺសតិនិងបញ្ញានេះរមែងនឹងញ៉ាំងចិត្តនេះឯងឲ្យ
ឃ្លាតឆ្ងាយចាកអំពីអារម្មណ៍ជាទីចម្រើននៅលោភៈផងទោសៈផងហើយឈ្មោះថាញាតិញោមកំពុងតែញ៉ាំងកិច្ចការទាំងឡាយឲ្យសម្រេចទៅតាមបំណងដោយសេចក្តីមិនប្រមាទបងអ្នកមិនប្រមាទចឹងមួយដង្ហើមចូលមួយដង្ហើមចេញនៅក្នុងចក្រវាលដែលប្រព្រឹត្តទៅបងគ្រប់គណៈចិត្តនេះលោកថារមែងមានអានិសង្សច្រើនរមែងមានផលច្រើនបងរមែងផលច្រើនអានិសង្សច្រើនហើយដូច្នោះហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គថាណែបើបានផលច្រើនអានិសង្សច្រើនពេលណាដែលចិត្តដឹងនៅអារម្មណ៍គឺដង្ហើមចេញចូលនេះអ្នកទាំងឡាយត្រូវព្យាយាមធ្វើឲ្យច្រើនទៅខ្ញុំចឹងណាច្រើនទៅឲ្យរឿយទៅហើយធ្វើទុកនៅក្នុងចិត្តតែដង្ហើមចូលដង្ហើមចេញធ្វើទុកក្នុងចិត្តតែដង្ហើមចូលដង្ហើមចេញពេលណាដែលយោគីបានធ្វើទុកនៅក្នុងដង្ហើមចូលដង្ហើមចេញនេះលោកថាជាយោនិសោមនសិការៈការធ្វើទុកក្នុងចិត្តនេះជាឧបាយមួយចម្រើននៅសតិផងចម្រើននៅបញ្ញាផងបងចម្រើននៅសតិនិងបញ្ញាផងដើម្បីជួយអភិបាលរក្សាចិត្តរបស់យើងនឹងឲ្យទុនកាន់យកនៅក្នុងអារម្មណ៍តែមួយជាកុសលបងណាអារម្មណ៍តែមួយជាកុសលរមែងផុតចាកអំពីការអន្ទះអន្ទែងតាមផ្លូវកាយផងរសាប់រសល់តាមផ្លូវកាយផងកវល់កវាយតាមផ្លូវកាយផងនិងផុតចាកអំពីការអន្ទះអន្ទែងតាមផ្លូវចិត្តផងផុតចាកអំពីកវល់កវាយតាមផ្លូវចិត្តផងផុតចាកអំពីការញាប់ញ័រតាមផ្លូវចិត្តផងបុគ្គលនោះរមែងញ៉ាំងចិត្តឲ្យនឹកក្នុងអារម្មណ៍តែមួយច្រើនទៅចិត្តតាំងកុតតាំងសុខាវហੰចិត្តតាំងតន្តាំងសុខាវហੰអ្នកដែលបានតម្កល់ចិត្តក្នុងអារម្មណ៍តែមួយក្នុងកុសលនេះឈ្មោះថាអ្នកកំពុងតែទូមានចិត្តកំពុងតែឃុំក្រងចិត្តណាទូមានផងក្រុមក្រងចិត្តផងដែលជាចិត្តប្រព្រឹត្តទៅក្នុងការពិបាកក្នុងការរក្សាពិបាកទូមាននេះប៉ុន្តែយោគីមានសតិមានបញ្ញាបានទូមានបានរក្សាកាន់ដឹងនៅក្នុងអារម្មណ៍ចេញដឹងចូលដឹងរឿយហើយរមែងបាននៅសេចក្តីសុខបងណារមែងបាននៅសេចក្តីសុខណដ្ឋិសន្តិបរាំងសុខខាងសេចក្តីសុខនេះកើតឡើងអំពីសេចក្តីស្ងប់ទី1គឺស្ងប់ស្ងាត់ចាកកាមស្ងប់ស្ងាត់ពីចិត្តដែលតោងអំពីរូបសម្លេងក្លិនរសផុតភៈដែលជាកាមគុណនឹងឯងវាស្ងប់តិចដងហ្នឹងហើយនឹងស្ងប់ស្ងាត់ចាកអកុសលស្ងប់ស្ងាត់ពីបដិខៈថ្នាំងថ្នាក់បើឈឺចុករួយសពុនណែនធ្ងន់ក្តៅណែស្ងប់បន្តិចដងពីការស្វាងនៅថៃនិមិត្តងោកងក់ច្អូសកាយច្អូសចិត្តហ្នឹងស្ងប់ស្ងាត់ចាកកាមស្ងប់ស្ងាត់ចាកអកុសលនឹងតិចដងផុតចាកអំពីសេចក្តីរាយមាយផុតចាកអំពីសេចក្តីសង្ស័យក៏រមែងនឹងញ៉ាំងចិត្តនោះឲ្យខ្ជាប់ខ្ជួនហើយជាចិត្តដែលយោគីបានទូមានល្អហើយ
រមែងបាននៅសេចក្តីសុខរមែងបាននៅសេចក្តីសុខឲ្យសម្រេចទៅជាប្រយោជន៍ណាសម្រេចទៅជាប្រយោជន៍ក្នុងការទូមានចិត្តរបស់យើងនេះឲ្យមានទីពឹងទីរលឹកបានអញ្ចឹងបានព្រះអង្គប្រើពាក្យអភុគៈយោគីក៏បីរំពឹងពិនិត្យសង្កេតនៅដង្ហើមចូលដង្ហើមចេញមិនខ្លាំងពេកបើខ្លាំងពេកធ្វើឲ្យហត់នឿយឆាប់ធ្វើឲ្យចិត្តបដិខៈថ្នាំងថ្នាក់បើធូរពេកធ្វើឲ្យចិត្តនឹងឆាប់ខ្ជិលច្អូសងក់ចិត្តនឹងវាធ្លាក់ទៅចូលក្នុងពវាំងវាលែងតោងក្នុងអារម្មណ៍ដល់ហើយធ្វើចិត្តនឹងឯងឲ្យកណ្ដាលមានសតិផងមានបញ្ញានឹងផងយោគីត្រូវតែមានស្មារតីប្រុងប្រយ័ត្នពេលណាដែលចិត្តស្ទុះទៅកាន់រឿងរ៉ាវពីអតីតចិត្តក្តីឆ្ងាយក្តីច្រើនក្តីតិចក្តីត្រូវមានស្មារតីប្រមូលចិត្តមកវិញបងណាពិនិត្យសង្កេតតាមដាននេះឲ្យរឿយមកវិញព្រោះហេតុអីបានជាចិត្តនឹងឆាប់ចូលចិត្តស្ទុះទៅរករឿងរ៉ាវពីអតីតបងវាធ្លាប់សោយនៅក្នុងអារម្មណ៍បងរឿងរ៉ាវអតីតនឹងឯងបើចិត្តនឹងឯងមានសេចក្តីសោកច្រើនទុក្ខទោមនស្សច្រើនព្រោះចិត្តអាស្រ័យនៅក្នុងរឿងរ៉ាវពីអតីតហ្នឹងឯងព្រោះរឿងរ៉ាវអតីតនេះជាឧបសគ្គសម្រាប់ឲ្យចិត្តរបស់យើងនេះមានសេចក្តីគ្រោះថ្នាក់អន្តរាយពេលដែលយើងចម្រើនសមាធិទៅអត់សម្រេចផលអានិសង្សព្រះអង្គឃើញចឹងបងត្រូវមានសតិបញ្ញាស្មារតីប្រមូលចិត្តបញ្ញាប់បញ្ញាល់ខ្ញុំហ្នឹងណាបញ្ញាប់បញ្ញាល់អនុសារังហ្នឹងលោកថាបញ្ញាប់បញ្ញាល់លះលហួនកុំឲ្យចិត្តហ្នឹងឯងទៅទទួលសោយអារម្មណ៍នៅអតីតហ្នឹងឯងហើយមានស្មារតីប្រុងប្រយ័ត្នពេលណាដែលចិត្តនឹងស្ទុះទៅគិតរឿងអនាគតបើគិតទៅរឿងអនាគតធ្វើឲ្យចិត្តរបស់យើងនឹងយ៉ាងម៉េចទេខ្ញុំខ្វល់ខ្វាយអន្ទះអន្ទែងខ្វល់ខ្វាយច្រើនប្រកាន់ច្រើនហ្នឹងហ៎ម្ល៉េះហើយព្រះអង្គឲ្យមានសតិបញ្ញានឹងឆាប់ប្រមូលចិត្តដាក់ចុះនៅការគិតនៅក្នុងរឿងរ៉ាវអនាគតព្រោះពេលណាដែលគិតរឿងរ៉ាវអនាគតធ្វើឲ្យយើងនេះឯងភ្លេចស្មារតីពីការងារដែលកំពុងតែចម្រើនសមាធិនឹងឯងម្ល៉េះហើយសមាធិនេះអត់អាចសម្រេចនៅគុណធម៌តាមសេចក្តីប្រាថ្នាបានទេយោគីដឹងហើយក៏ប្រមូលចិត្តមកបង្អោនរំពៃគិតគងនៅក្នុងដង្ហើមចូលដង្ហើមចេញឲ្យរឿយជួនកាលពេលណាដែលយើងកំពុងតែពិនិត្យសង្កេតតាមដាននៅដង្ហើមចូលចេញពេលគណៈនោះជួនកាលចិត្តរបស់យើងយល់ទៅទទួលសោយនៅក្នុងអារម្មណ៍ទុក្ខទោមនស្សចង្អៀតចង្អល់តាមរូបរាងកាយរបស់យើងវាមានសភាពធ្ងន់មានសភាពក្តៅមានសភាពញ័រមានសភាពតឹងមានសភាពណែនស្អិតថប់កុហលកាហាយជាដើមអង្គថាត្រូវលួងចិត្តហ្នឹងយល់លួងចិត្តហ្នឹងហើយដកពីអារម្មណ៍ហ្នឹងឯងបង្អោតមក
ត្រេះរិះពិចារណានៅដង្ហើមចូលដង្ហើមចេញហ្នឹងដង្ហើមចូលដង្ហើមចេញហ្នឹងឲ្យបានរឿយវិញឬក៏ពេលណាដែលចិត្តរបស់យើងនឹងស្ងប់មួយគណៈមានសភាពត្រជាក់មានសភាពស្រាលមានសភាពទន់មានសភាពដូចជាអណ្ដែតកាយអណ្ដែតចិត្តរីករាយនៅក្នុងអារម្មណ៍ផ្សេងព្រះអង្គថាត្រូវមានស្មារតីនឹងកុំជាប់នៅក្នុងអារម្មណ៍ហ្នឹងណាព្រោះអារម្មណ៍ទាំងអស់ហ្នឹងជាអកណ្ណកកិលេសកណ្ណកហ្នឹងជាភ្ញៀវយល់ហ្នឹងណាយើងកំពុងតែធ្វើការកិលេសដែលជាភ្ញៀវហ្នឹងមករំខានយើងភ្លេចពិចារណានៅការងារពិនិត្យទៅរកដង្ហើមចូលដង្ហើមចេញតិចតែមួយសន្ទុះរៀងស្រាលតែមួយសន្ទុះពេលណាដែលយើងភ្លេចពីដង្ហើមចូលចេញមកຕົកវិញហ្នឹងណាមកຕົកស្អិតណែននេះវិញហើយនេះសិតតែជាឧបាយរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ព្រះអង្គមានបទពិសោធន៍ហើយព្រះអង្គយកនៅគុណធម៌ដូចអានាបានសតិជាធម៌ដ៏ល្អិតជាធម៌ដ៏ឧត្តមជាធម៌មានផលច្រើនអានិសង្សច្រើនជាធម៌បណ្ដុះនៅចិត្តរបស់យើងឆាប់កើតនៅសតិកើតនៅបញ្ញាហើយជាធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរព្រោះអានាបានសតិនេះជាមូលកម្មដ្ឋានបងណាដែលសត្វលោកទាំងឡាយច្រើនជាប់ជំពាក់នៅកាមវិតកៈបងកាមវិតកៈត្រេះរិះរូបខ្លះសម្លេងខ្លះក្លិនខ្លះរសខ្លះផតពៈខ្លះធម្មអារម្មណ៍ខ្លះសិតតែជាអារម្មណ៍នាំឲ្យចិត្តនឹងឯងស្មុគស្មាញសៅមងចង្អៀតចង្អល់ក្រវល់ប្រវាយប៉ុន្តែពេលណាដែលចិត្តចូលចិត្តគិតច្រើនអញ្ចឹងខ្វល់ខ្វាយច្រើនអញ្ចឹងព្រះអង្គឲ្យយើងនឹងចម្រើននៅក្នុងអានាបានសតិឆាប់មានសតិឆាប់មានបញ្ញាដើម្បីកាត់ចិត្តពីអារម្មណ៍ដែលជាគ្រឿងសៅមងនឹងបាននៅកាមវិតកៈនឹងមិនសូវត្រេះរិះច្រើនពេកគិតច្រើនពេកខ្វល់ខ្វាយច្រើនពេកជាប់ជំពាក់ច្រើនពេកព្រះអង្គឲ្យចម្រើននៅអានាបានសតិនេះចឹងអានាបានសតិនេះត្រូវចរិតនិស័យរបស់សត្វនឹងច្រើនណាស់ញាតិញោមហ្នឹងឯងច្រើនណាស់ហ្នឹងហើយជួនកាលសត្វខ្លះជាប់ទៅដោយព្យាបាទវិតកៈឆាប់ទុកទោមម្នោះចង្អៀតចង្អល់ធុញថប់ខឹងក្រោធប្រកាន់បដិខៈថ្នាំងថ្នាក់មិនសូវសบายចិត្តច្រើនតូចចិត្តអន់ចិត្តញាតិញោមព្រះអង្គឲ្យចម្រើននៅក្នុងអានាបានសតិហ្នឹងដូចឱសថចឹងញាតិញោមអានាបានសតិដូចឱសថចឹងពេលណាដែលយើងមានសេចក្តីព្យាយាមចម្រើនទៅកើតនៅសតិនៅបញ្ញាត្រូវរលាអស់នៅស្នាមគំនុះនៃចរិតលក្ខណៈនៃកាមវិតកៈជាបាទវិតកៈនឹងឯងមានសភាពស្រាលមានសភាពស្ដើងមានសភាពស្មើចាត់លោកទាំងឡាយណាដែលមានអធ្យាស្រ័យហឹង្សាវិតកៈច្រើនទុកទូមម្នោះខ្លួនយើងផងច្រើនចង្អៀតចង្អល់អ្នកដតីផងបៀតបៀនខ្លួនយើងផងបៀតបៀនអ្នកដតីផងហ្នឹងហើយព្រះអង្គឲ្យចម្រើនក្នុងអានាបានសតិណាពេលណាដែលចិត្តរបស់យើងនឹករឹងមាំប្រកបដោយសតិនិងបញ្ញាទើបមានកម្លាំងកាត់
នៅក្រសែនៃកាមវិតកៈព្យាបាទវិតកៈហិង្សាលែងបៀតបៀនបងលែងបៀតបៀនពេលណាដែលយើងចម្រើនហើយលែងបៀតបៀនហើយចិត្តរបស់យើងនឹងមានបៃតិនិងបាមោជ្ជៈប្រៀបបីដូចយើងកំពុងតែរំលត់នៅពៀយល់ចឹងណារំលត់នៅពៀរំលត់នៅការព្យាបាទរំលត់នៅគំនុំរំលត់នៅកម្មពៀអកុសលណាមួយនៅក្នុងសង្សារវដ្តប៉ុន្តែបានជួបនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធកំពុងតែចម្រើននៅភាវនាកម្មដូចអានាបានសតិដ៏មានសតិមានបញ្ញាកម្មជាកុសលនឹងទៅកាត់កម្មជាអកុសលអញ្ចឹងកម្មកាត់កម្មយល់ទេហ្នឹងណាអញ្ចឹងបានព្រះអង្គថាអ្នកការចម្រើនការអប់រំចិត្តនេះគឺជាពិធីសាស្ត្រមួយដែលមានធម៌ពលខ្លាំងក្លាណាស់សម្រាប់កែប្រែវិថីចិត្តពីអកុសលមកតាំងនៅក្នុងកុសលអ្នកដែលត្រេកអររីករាយក្នុងការអប់រំចិត្តបុគ្គលនោះចូលចិត្តឲ្យតម្លៃហ្នឹងណាគុណធម៌ដល់ខ្លួនបងហ្នឹងណានេះឲ្យមានទីពឹងទីរលឹកដោយខ្លួនឯងបុគ្គលនោះអត់សូវទៅទៀមទាទៅហួងហែងចង់ឲ្យគេអាណិតចង់ឲ្យគេមានមេត្តាចង់ឲ្យគេរាប់អានអីខ្លួនមកនេះគឺចង់ពង្រឹងនៅសតិនិងបញ្ញាដើម្បីជួយចិត្តរបស់យើងនេះឲ្យរឹងមាំព្រោះបុគ្គលនោះឯងមានសេចក្តីសង្វេគដោយមានសទ្ធាជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទៅបានយល់អំពីកម្មយល់អំពីផលនៃកម្មបើកម្មនឹងជាកុសលខ្លះអកុសលខ្លះឲ្យផលជាវិបាកសុខខ្លះទុក្ខខ្លះនេះហើយកម្មសកតាសទ្ធានឹងជឿថាណែកម្មកុសលក្តីអកុសលក្តីឲ្យសុខទុក្ខនេះឥតមានអ្នកណាក្រៅអំពីកម្មសកម្មហិជារបស់ខ្លួននឹងឯងចឹងហ៎ទៅតាមពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធម្ល៉េះហើយពេលណាដែលញាតិញោមចម្រើនទោះបីទុក្ខលំបាកយ៉ាងណាដែលយើងប្រឹងប្រែងណា5ថ្ងៃនេះញាតិញោមហ្នឹងណាដោយតម្រៃជាប់ផុងណាខ្ញុំណាហើយប្រឹងហើយមៀតតម្រៃខ្ញុំគិតមើលហើយជាប់ផុងនៅក្នុងភក់បងយ៉ាងណាហ្នឹងហើយប៉ុន្តែកន្លែងនេះហើយបានព្រះសម្មាសម្ពុទ្ធដែលសរសើរនៅតម្រៃរបស់ប្របាទបសេនតិតម្រៃនឹងតម្រៃជាមង្គលល្អញាតិញោមធ្វើសឹកសង្គ្រាមអីប្របាទបសេនតិចូលចិត្តយកតម្រៃនឹងទៅធ្វើសង្គ្រាមប៉ុន្តែដល់តែចាស់ទៅញោមចាស់ទៅលោកថែរក្សានៅក្នុងពរាជវាំងនឹងឯងលែងប្រើទៅថ្ងៃមួយដើរទៅចូលក្នុងស្រះភក់នឹងញោមហ្នឹងណាស្រះភក់នឹងពួកអាមាត្យពួកមន្ត្រីយកអីទាញអូសយ៉ាងម៉េចក៏អត់បានដែរជាប់ភក់ហើយប៉ុន្តែស្ដេចបសេនតិលោកដឹងថាអូយតម្រៃនេះពេលណាដែលទៅធ្វើសឹកសង្គ្រាមទោះបីជាសត្រូវនឹងឯងគេទូងស្គរសត្រូវនឹងច្រើនយ៉ាងណាហើយត្រូវព្រួញត្រូវលំពេងយ៉ាងណាប៉ុន្តែរុលទៅមុខជាប់ចនិចពេលណាដែលលឺស្គរជ័យខ្ញុំចឹងណាប្របាទបសេនតិលោកឆ្លាតដល់តែអញ្ចឹងទៅលោកយកឲ្យអាមាត្យយកស្គរមកក្បែរបើទូងទៅហ្មងខ្ញុំណាទូងទៅវារន្ធត់នៅក្នុងបេះដូងវាធ្វើឲ្យមានកម្លាំងស្ទុះផុតចាស់អំពីភក់នឹងទៅ
មិនតែប៉ុណ្ណោះទេពួកភិក្ខុទាំងឡាយទៅបិណ្ឌបាតឡាយតែជាប់មើលតម្រៃនឹងដូចគ្នាខ្ញុំថានៅភ្លេចបិណ្ឌបាតណាភ្លេចបិណ្ឌបាតមើលភិក្ខុសង្ឃសម័យនោះលោកជាពធុជនហ្នឹងហើយដល់ទៅពេលលោកត្រឡប់មកពីបិណ្ឌបាតមកនិយាយថាអូយអវសោហើយអស់ចាតម្រៃបារិកៈរបស់ប្របាទប្រសិនតិចាស់ក៏ពិតមែនប៉ុន្តែជាប់ផុងគេទាញគេសែងអត់បានប៉ុន្តែស្ដេចប្រសិនតិយកស្គរជ័យមកទូងធ្វើឲ្យបេះដូងទឹកចិត្តរបស់សត្វតម្រៃនោះស្ទុះដោយខ្លួនឯងរួចផុតចាកអំពីភុនឹងបានហើយពេលនោះឯងព្រះភិក្ខុសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងនៅចិត្តទៅក៏សួរថាមនាលភិក្ខុទាំងឡាយភាសារឿងអីភាសារឿងតម្រៃហ្នឹងណាសពគ្រប់បែបយ៉ាងណាព្រះអង្គថារឿងតម្រៃវាតម្រៃហើយប៉ុន្តែមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយហ្នឹងដូចតម្រៃយ៉ាងដែរវាកំពុងតែជាប់ភក់ហ្នឹងណានៅក្នុងកាមគុណដែលស្អិតជាប់នេះណាស្អិតជាប់នេះម្ល៉េះហើយអ្នកត្រូវតែទទួលនៅស្គរជ័យដូចតម្រៃប្របាទប្រសេនតិគឺព្រះសត្វធម្មហ្នឹងណាព្រះសត្វធម្មនេះជាស្គរជ័យខ្ញុំចឹងណាអ្នកញាតិញោមដែលຕົកលំបាកយ៉ាងម៉េចប៉ុន្តែឮស្គរជ័យរបស់អង្គព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណហើយបានដឹកនាំនៅសាវកទាំងឡាយជាភិក្ខុនៃបាសកបាសិកាឆ្លងផុតអំពីអន្លង់ទុក្ខនេះទៅកាន់ត្រើយពោលគឺព្រះនិព្វានក្នុងតនៈព្រះសោតាព្រះសក្កទាព្រះអនាគាព្រះអរហត្តទៅតាមលំដាប់ហើយក៏ព្រះសទ្ធំនឹងញាតិញោមបានស្ដាប់មកទុកនៅក្នុងចិត្តមានសតិមានបញ្ញានឹងឯងចេះតែដាស់ឲ្យញាតិញោមប្រឹងប្រែងអំណត់អត់ធន់តស៊ូទុកលំបាកនេះណាបើអត់មានព្រះសទ្ធំតាំងនៅក្នុងចិត្តទេមានអ្នកណាមកធ្វើឲ្យទុកលំបាកអញ្ចឹងកើតខ្ញុំហ្នឹងណាដែលសុកមកអង្គុយឈឺសង្ងប់ហ្នឹងដោយសារតែជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងហើយត្រូវមានសតិបញ្ញាដាស់តឿនក្រើនរំលឹកមានសេចក្តីនឿយណាយជាមួយនឹងជាតិទុក្ខជារាទុក្ខជាធិទុក្ខមរណៈទុក្ខនឿយណាយអំពីខណ្ឌបញ្ចកៈរូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះរស់នៅជាមួយខណ្ឌដូចជារស់នៅជាមួយនឹងសត្រូវខ្ញុំហ្នឹងណារងថ្ងៃហ្នឹងដូចជាសត្រូវប្រើរាល់ថ្ងៃហើយអត់គប់ចិត្តទៀតខ្ញុំហ្នឹងណាតិចថាថ្ងៃណាគប់ចិត្តចុះថាបានប៉ុណ្ណឹងហើយពេញចិត្តតិចវាថាអូអានោះមួយទៀតបានពេញចិត្តខ្ញុំហ្នឹងនោះមួយហើយតិចមើលគេមើលឯងថាអូអានោះទៀតអត់គ្រប់ទេខ្ញុំហ្នឹងអត់ចេះគ្រប់អត់ចេះឆ្អែតអត់ចេះពេញចិត្តទេប្រើឲ្យរហូតដល់ជារៀបជាធិមរណៈបានធ្វើឲ្យយើងនេះខកចិត្តហួសពេលណាក្នុងការបម្រើនៃខណ្ឌនេះមិនមានទីពឹងហើយកលេសសមានឹងបៀតបៀនឲ្យយើងនឹងភ្លេចដដែលហ្នឹងណាពេលផុតទៅចាំប្រាថ្នាទៀតដែរចង់ឲ្យជួបព្រះច្បាស់នៅពធទៀតដែរខ្ញុំហ្នឹងណាឥឡូវហ្នឹងជួបហើយណាប៉ុន្តែមានឹងវាចេះតែមករារាំងលួងលោមចិត្តរបស់យើងនឹងឯងឲ្យចេះតែភ្លេចខ្ញុំអញ្ចឹងណាឲ្យចេះតែភ្លេចហ្នឹងហើយភ្លេចជួនកាលបាន10ថ្ងៃនឹងរៀងល្អទៅដល់នោះរៀងភ្លេចតិចដងហ្នឹងណាមុនវងបានមួយថ្ងៃពីរនៅផ្ទះបាន1ម៉ោងជាងយូរវាលងលោមបាន1ម៉ោងយូរទៅបាន30នាទីយូរទៅបាន5-10នាទី
យូរទៅចាំស្អែកចាំថ្ងៃនេះចាំថ្ងៃនោះខ្ញុំណាកិលេសភារៈរបស់កិលេសនេះមានកិលេសមាននេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទូមានប្រាប់ជើងហើយថាមានចិត្តបាបមានផៅពងជាអ្នកបៀតបៀនតណ្ហានេះជាគ្រឿងបច្ចេកបច្កើដល់សត្វទាំងឡាយថាមិនអីរហូតប៉ុន្តែអត់ដែលធានាថាសត្វនោះមិនឲ្យឈឺអត់បានទេបច្ចេកបច្កើប៉ុន្តែមិនអាចធានាសត្វនោះមិនឲ្យស្លាប់អត់បានមិនឲ្យប្រាត់ប្រាស់អត់បានទេប៉ុន្តែតណ្ហាជាគ្រឿងបច្ចេកបច្កើសត្វនៅក្នុងវត្តដាក់នេះមិនអីរហូតខ្ញុំចឹងហ៎អីទេចាំស្អែកខ្ញុំចឹងអីទេទៅនោះសិនណាអីទេចាំចាស់បន្តិចទៅចម្រើនធម៌បប្រតិបត្តិធម៌វាប្រឆោតជើងបច្ចេកបច្កើដល់ចាស់បន្តិចដើរលេងរួចបដោយចឹងណាអើយធ្វើមិនចាស់ហើយធ្វើមិនចាស់ហើយហ្នឹងណាញាតិញោមហ្នឹងហើយដោយអំណាចព្រះសទ្ធំនៅក្នុងដួងចិត្តរបស់ញាតិញោមហ្នឹងហើយដែលចេះតែទូងហើយដាស់នៅសតិបញ្ញារបស់ញាតិញោមមានសេចក្តីអំណត់អត់ធន់មានសេចក្តីព្យាយាមនៅក្នុងសមបទានពោធិបក្ខយធម៌នេះហ្នឹងឯងដើរផងវាផងហ្នឹងឯងគួយផងសន្តោកផងពុតនេះពុតនោះផងហ្នឹងញាតិញោមនេះសេចក្តីអំណត់អត់ធន់មិនឲ្យចុះចាញ់ពីមាចិត្តបាបហ្នឹងណាទោះបីជាទរន្តរាយ៉ាងណាបើកិលេសមាស្មើនេះហ្នឹងញាតិញោមវាលួងថាអូយស្មើនេះអង្គុយអីទៀតទៅរកកន្លែងទៅអីហ្នឹងហត់ណាស់នឿយណាស់ជាតិសិតតែជាសេនារបស់មាទាំងអស់ញាតិញោមហ្នឹងជាសេនាមាហេវណាហត់ណាស់អស់កម្លាំងណាហ្នឹងហើយសតតែខ្ញុំនោះហ្នឹងហើយនឹងវិរៈនៃកិលេសមាបងសេនារបស់មាបងហ្នឹងហើយមាចាប់គ្រប់បែបយ៉ាងហើយដល់ទៅពេលយើងទៅផ្ទះទៅសបែងខានអីហ្នឹងអូចង់តែមកដល់ដឹកដល់អូឈឺទៀតហើយខ្ញុំទុកលំបាកទៀតហើយហ្នឹងហើយវិរៈមានេះអង្គថាសុខចិត្តចាញ់សង្គ្រាមប៉ុន្តែកុំឲ្យចាញ់កិលេសមាព្រោះពេលណាដែលចាញ់មានេះឯងកិលេសមានេះមនាលភិក្ខុទាំងឡាយមានេះអត់ដែលឲ្យបុគ្គលណាបានសុខទេញាតិញោមហ្នឹងណាបៀតបៀនហើយរហូតដល់ថ្ងៃអវសានពេលដែលទៀបមរណាហើយទៅបៀតបៀននៅជីវ័នចិត្តរបស់យើងឲ្យវែងញាតិញោមមិនមែនឲ្យទៅរកសុគតិភពទៀតណាញោមហ្នឹងណាឲ្យស្ដាយនេះឲ្យស្ដាយនោះសពគ្រប់បែបយ៉ាងរហូតដល់បោកប្រាស់ចិត្តរបស់យើងនឹងឲ្យភ្លៀងផ្លាត់ទៅកើតក្នុងអបាយបានណាមានចិត្តបាបមានផៅពងជាអ្នកបៀតបៀនញោមស្គាល់មុខលោភៈទោសៈមោហៈនឹងឲ្យច្បាស់ខ្ញុំហ្នឹងហ្នឹងបាទច្បាស់បានធ្វើឲ្យយើងនឹងឯងលែងចាញ់កលមានចិត្តបាបនឹងបានសិតតែយើងមានឧបនិស្ស័យធ្វើឲ្យការអប់រំនៅក្នុងឥន្ទ្រីរបស់យើងមានសទ្ធាសតិបញ្ញានេះឲ្យបានខ្ជាប់ខ្ជួនទៅតាមពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធញាតិញោមបានតម្កល់នៅក្នុងអារម្មណ៍ជាកុសលហើយព្រឹត្តទៅជាអរិយាបថដេកដើរឈរអង្គុយហ្នឹងដកដង្ហើមហ្នឹងរៀងស្រួលបន្តិចចាស់ខ្ញុំហ្នឹងដកដង្ហើមហ្នឹងរៀងស្រួលដកដង្ហើមពីព្រោះដកដង្ហើមហ្នឹងវាអត់ភ្លេចសតិខ្ញុំហ្នឹងណាយើងរៀនហ្នឹងរៀនកុំឲ្យភ្លេចដកដង្ហើមខ្ញុំហ្នឹងឲ្យមានសតិប្រុងប្រយ័ត្នមានស្មារតីទូមានចិត្តរឿយព្រោះអាណាបានសតិនេះពេញបរបោហើយញ៉ាំងនៅសតិប្បដ្ឋានណាយមសតិប្បដ្ឋានជាផ្លូវមូលតែមួយជាផ្លូវញ៉ាំងចិត្តរបស់សត្វឲ្យបរិសុទ្ធផុតចាកអីសេចក្តីសោកសឹកសួលទុកទោមមនោចង្អៀតចង្អល់ឲ្យចិត្តរបស់យើងនឹងបានអោនទៅកាន់នៅក្នុង
មគ្គប្រកបដោយអង្គ8ហើយបានទៅឃើញជាក់ច្បាស់នៅក្នុងអារម្មណ៍ព្រះនិព្វានដោយអំណាចនៃអានាបានសតិនេះឯកធម្មោភាវតោពហុលីកតោសង្វេគាយៈសង្វត្តតិនេះធម៌តែមួយទេញោមឯកធម្មោធម៌តែមួយទេពេលណាដែលបុគ្គលចម្រើនដូចជាជុំចម្រើននឹងច្រើនទៅបងរឿយទៅណារឿយទៅច្រើនណាយល់មកណាមួយថ្ងៃ4ដងច្រើនណាអញ្ចឹងហ៎រឿយទៅច្រើនណាធ្វើឲ្យរឿយណាសង្វត្តតិហ្នឹងបើឲ្យវាចម្រើនទៅសង្វេគាយៈរមែងនឹងឃើញនៅភាពនឹងអស្ចារ្យណាអស្ចារ្យទៅតាមពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធហើយសតិប្បដ្ឋាននឹងពេញបរិបូរណ៍ហើយញ៉ាំងនៅសត្វភោជាង្គៈធម៌ជាគ្រឿងត្រាស់ដឹងនឹងឯងមានឹងអត់អាចសង្កត់ចិត្តរបស់យើងអត់អាចរារាំងចិត្តរបស់យើងនោះបានទេឲ្យចិត្តរបស់យើងនឹងឃ្លាវខ្លាដើម្បីបានសម្រេចនៅវិជ្ជានិងវិមុតតិវិជ្ជានិងវិមុតតិទៅជ្រាបច្បាស់នៅក្នុងអរិយសច្ចៈហើយរួចចាស់អំពីគ្រឿងសៅហ្មងទៅតាមលំដាប់នឹងបាននេះជាលំអានរបស់អង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទូមានរហូតដល់ព្រះអង្គបដិស្ថានថាយើងទាំងអស់គ្នាអត់បានជួបព្រះអង្គទេចឹងហ៎ណាសុខចិត្តបដិស្ថានកម្លាំងនៃការត្រាស់ដឹងទុក5000ព្រះវស្សាឥឡូវនេះអស់2469ណាញាតិញោមណានៅតែមិនទាន់ជាក់ច្បាស់ទៀតណាញោមចឹងហ៎ហើយរូបរាងកាយនេះកាន់តែនៅខ្លីទៅញោមចឹងហ៎អាយុនេះកាន់តែតិចទៅប្រៀបបីដូចជាទឹកតិចនៅក្នុងពាងលិចញោមចឹងហ៎ហ្នឹងហើយវាតិចហើយលិចទៀតហើយឈឺច្រើនទៀតចង្អៀតចង្អល់ទៀតញាតិញោមមើលណាសង្វេគទៅទឹកតិចហើយនៅក្នុងពាងភ្លុះលិចទៀតញាតិញោមមើលហើយរូបរាងកាយនេះមិនពាងជាប់ទេណាញោមពាងនេះធ្វើអំពីអីពីដីទេណាដីដុតនឹងឯងណោះហើយប៉ះអីក៏ឆាប់បែកឆាប់ប្រេះឆាប់ស្រាំដែររូបរាងកាយរបស់យើងហ្នឹងណាសង្វេគទៅលើពាក្យហ្នឹងញាតិញោមតិចហើយទឹកតិចហើយដាក់នៅក្នុងពាងធ្លុះពាងបែកទៅទៀតវារឹតតែឆាប់ជ្រាបអស់ថែមទៀតហ្នឹងហើយយ៉ាងណាទោះបីជាតិចក៏ដោយពាងនឹងវាបែកណាបែកទៅរាល់ថ្ងៃនេះខ្ញុំឥឡូវនេះជួសជុលទេខ្ញុំហ្នឹងឯងបិទស៊ីម៉ង់ខ្លះបិទជ័រខ្លះទេខ្ញុំហ្នឹងឯងរាល់ថ្ងៃទេដឹងថ្ងៃណាបែកទាំងអស់ទេហ្នឹងណោះចេះតែមានស្មារតីប្រុងប្រែងថាទោះបីជាវាតិចក៏ដោយវាបែកយ៉ាងណាប៉ុន្តែចិត្តរបស់អាត្មាអញដែលលះបង់ក្នុងតម្លៃនៃជីវិតដែលបានជួបនឹងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធដូរយកនៅលោកុត្តរៈសម្បត្តិលោកុត្តរៈសម្បត្តិគឺកំពុងតែបំពេញនៅសិលសមាធិបញ្ញានេះឲ្យពេញឲ្យបរិបូរណ៍ណាដើម្បីរលាស់ចោលនៅអត្តភាពដែលពុកផុយនេះហ្នឹងណាពុកផុយនេះទៅកាន់អមតៈធម៌ពោលគឺព្រះនិព្វានបានហើយចម្រើនដោយបិតិបាមោចចរិចរាយក្នុងសិលសមាធិនិងបញ្ញាបិតិបាមោចជាងអមតាំងវិជានតាំងអ្នកដែលមានបញ្ញាបានអប់រំចិត្តហើយរីករាយជ្រះថ្លាណាយប់និងថ្ងៃនៅតែចិត្តជ្រះថ្លាកំពុងតែដុតកម្ដៅនៃកិលេសដើម្បីអីដើម្បីធ្វើដំណើរទៅកាន់អមតៈធម៌អមតៈធម៌គឺព្រះនិព្វាននេះដើម្បីដងដួសយកមគ្គផលស្រោចស្រពនៅក្នុងអីឲ្យចិត្តរបស់យើងនឹងឲ្យរលត់នៅភ្លើងទុកភ្លើងកិលេសនឹងដោយសមុច្ឆេតបហានៈគឺមគ្គផលនឹងឯងនេះជាគោលដៅរបស់យើងដែលធ្លាប់ប្រាថ្នាគ្រប់ជាតិគ្រប់កំណើតដែលឲ្យបានជួបនឹង
ព្រះសម្មាសម្ពុទ្ធជួបនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធដើម្បីជាទីរួចចាកនៅសេចក្តីទុក្ខគ្រប់យ៉ាងពីព្រោះមានតែការជួបព្រះសម្មាសម្ពុទ្ធធម៌វិន័យរបស់អង្គព្រះសម្មាសម្ពុទ្ធទេទើបយើងសិក្សាប្រតិបត្តិតាមហើយមានទីពឹងទីរលឹកឈប់ចាញ់បោកមាចិត្តបាបនឹងបានហ្នឹងហើយអញ្ចឹងយើងសន្សំតិចតិចណាខ្ញុំអញ្ចឹងណាតិចតិចហ្នឹងមិនតិចទេច្រើនណាខ្ញុំអញ្ចឹងច្រើនណាមួយថ្ងៃ4ដងនេះបើមិនមានសតិបញ្ញាទេអូរត់បាត់ឡើយខ្ញុំអញ្ចឹងរត់នោះអត់ប្រាប់គេទៀតផងហ្នឹងហើយបើហ្នឹងចិត្តនឹងវាអញ្ចឹងណាបើចិត្តនឹងអញ្ចឹងសាធុអរគុណហើយនៅទឹកចិត្តព្រះអង្គគ្រូញាតិញោមដែលខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តប៉ុន្តែនៅតែមានបៃតិនិងបាម៉ោជៈជឿជាក់ទៅលើពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធសូមឲ្យធម្មឆន្ទៈដ៏បរិសុទ្ធនេះឆាប់ញ៉ាំងនៅបៃតិនិងបាម៉ោជៈបានសម្រេចនៅគុណធម៌ជាន់ខ្ពស់ជាបច្ច័យរួចចាស់នៅសេចក្តីទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាទាំងសូមជ្រះថ្លាអនុមោទនា